បាទសូមជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel ដោយសារនេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវទៅកាន់ឃុំស្រែនៅដែលយើងធ្វើដំណើរតាមផ្លូវអន្លង់វែងណាបងប្អូនដែលមានទស្សនវិជ្ជានៅតាមដងផ្លូវក៏ពេញទៅដោយដើមឈើជុំវិញហើយមានភ្នំមានរុក្ខជាតិបៃតងជាច្រើនហើយក៏មានបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរតាមផ្លូវមួយបាទមិនសូវជាសម្បូរប្រមាណទេដូច្នេះសូមពុកម៉ែបងប្អូនទស្សនាដូចតទៅហើយខ្ញុំបានធ្វើដំណើរមកដល់ផ្សារឃុំស្រែណយក៏ឆ្លៀតផ្ដិតយករូបភាពទស្សនវិជ្ជាបងប្អូនអាជីវករយើងលក់នៅក្នុងផ្សារដូច្នេះសូមទស្សនាទាំងអស់គ្នាបងប្អូនចុងបញ្ចប់នៃវីដេអូសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងនិងជួបគ្នានៅវីដេអូបន្តទៀតបាទសូមជម្រាបលាបាទ